Chà, sụt đây, xua, chà, xua nữa đi. Chà, ngày nay cứ nôm đai cứ chỉ cam bao nhiêu màu bị crop ở share ở các mây từ đó mạ đôi khi năng lục pa đôi khi năng ôn này gặp phong mơ video live và của dương hai ngày nay cứ chà thiên bọt mây đại gặp cốt hai cô chọn ở mai dương này nơi cài một cái group kia bạn đăng của ấy về khác dương đăng tay dương có chọn share vậy dương đăng từ đó nè là tay kia đại quạt toàn bàn chà tu đôi khi năng bàn nằm đằng này hai ngày năng cứ thiên ban dạy pi taប្រាក់ចំណូលបច្ចុប្បន្នគ្រប់គ្រាន់សម្រាប់អនាគតឬក៏និយាយថាចូលនិវត្តន៍របស់យើងអត់អញ្ចឹងបកគលចាឡាយនេះទៅដល់មីងចាពួកគាត់ចាស់ជាងគេហើយគាត់បាន share ពីបទពិសោធន៍ថាតើពេលយើងចូលនិវត្តន៍ទៅលុយដែលយើងធ្វើការរាល់ថ្ងៃគិតថាចាស់ទៅបានស្រួលនឹងតើវាអូខេពិតប្រាកដអត់អញ្ចឹងមីងជួយ share តិចមកមីងចាហ្នឹងហើយសួស្តីបងប្អូននិងក្មួយទាំងអស់គ្នាជំរាបសួរអ្នកទស្សនិកជនទាំងអស់គ្នាដែលបានទស្សនាចាហើយជាដំបូងសូមណែនាំខ្លួនមុនសិនចាខ្ញុំឈ្មោះអ៊ុនយូអូនជាអតីតជនភៀសខ្លួនហើយជាអ្នកជំនួញជើងចាស់មួយដែរហើយជាអ្នកចូលនិវត្តន៍បាន5ឆ្នាំហើយតាំងពី65ឥឡូវ70ចាថ្ងៃនេះខ្ញុំមកចែកបទពិសោធន៍ដល់បងប្អូនកូនក្មួយទាំងអស់គ្នាតើចាស់ទៅយើងធ្វើម៉េចបានសម្បូរលុយចាយច្រើនចាហ្នឹងហើយហ្នឹងមែនចាហើយបងប្អូនកូនក្មួយទាំងអស់គ្នាយើងត្រូវប្រឹងពីក្មេងចាដល់ពេលចាស់ដូចមីងអញ្ចឹងប្រឹងទៅលេរួចដែរចាអញ្ចឹងបើសិនជាមានឱកាសល្អយើងអាចមិនចាំតែរកចំណូលមកពេលយើងធ្វើការទេចាដូចសប្តាហ៍ថ្ងៃនេះគេមានអាជីវកម្ម digital online កំពុងពេញនិយមលើពិភពលោកចាដឹងអញ្ចឹងបងប្អូនកូនក្មួយទាំងអស់ឬដកយាយតាទាំងអស់ដែលចូលនិវត្តន៍ហើយក៏អាចចាប់យកអាជីវកម្មនេះបានដែរចាខំចុងប្រាក់ខែជាងដែលចូលនិវត្តន៍ចាយអត់គ្រប់ទេបងប្អូនចាហើយគ្រាន់តែពីរអ្នកដីប្រពន្ធផងចាគ្រាន់តែជួលផ្ទះមួយអស់លុយលេងហើយខាងតែឈ្នួលផ្ទះហ្នឹងណាអត់គ្រប់ទៀតនៅទឹកនៅភ្លើងទៀតអញ្ចឹងបងប្អូនបើចង់បានប្រាក់ចំណូលឲ្យបានច្រើនគឺប្រឹងពីក្មេងចាប្រឹងពីក្មេងហើយចេះសន្សំលុយទុកទៀតកុំបានមកចាយអស់ដូចយើងទុកបន្លែកចាទុកបន្លែកឧបមាដូចយើងទិញផ្ទះអញ្ចឹងចាយើងដាក់ចូលក្នុងផ្ទះមួយអីចឹងយើងនៅទៅចាដល់ពេលយើងចាស់ចូលនិវត្តន៍ទៅយើងអត់បាច់បង់ឈ្នួលផ្ទះទៀតទេយើងបានផ្ទះមួយនៅហើយចាអាហ្នឹងគឺបទពិសោធន៍របស់ខ្ញុំឃើញអញ្ចឹងដោយសារលុយគេឲ្យមកហ្នឹងគឺមកគ្រប់ស្ទើរទៀតហើយបងប្អូនចង់ដើរលេងអត់បានទេណាចូលនិវត្តន៍គំថាចាំចាស់ទៅចាំដើរលេងហើយអត់មានលុយបំរុងចាយើងត្រូវរកលុយបំរុងអញ្ចឹងបងប្អូនត្រូវផ្លាស់ប្ដូរជីវភាពដែលណាល្អយើងត្រូវរកទុកបំរុងសម្រាប់ដល់ពេលយើងចាស់ទៅចាហើយខ្ញុំសង្កេតឃើញអាជីវកម្ម digital online នេះវាល្អមែនតែនសប្តាហ៍ថ្ងៃនេះពេញនិយមលើពិភពលោកហើយចឹងខ្ញុំសូមផ្ដាយផ្ដាំកូនក្មួយកូនចៅទាំងអស់ដែលមានបំណងចង់ធ្វើអាជីវកម្មហើយវាមិនមែនជាគេភូតកុហកទេដោយសារមីងលោកយាយនេះបានដើរមកមុនហើយចាឃើញអាជីវកម្មនេះគេពិតប្រាកដហើយគេឲ្យយើងអ្នកធ្វើការនឹងចំណេញច្រើនដោយសារយើងគេអត់ជួលហាងចាបើគេជួលហាងហ្នឹងគឺគេបង់អស់ហើយគេបង់ហាងចាលុយគេបង់ហាងហ្នឹងគេបង់មកឲ្យយើងអញ្ចឹងហើយអាជីវកម្មហ្នឹងវាល្អចេះទៀតវាបានទាំងចំណេះចំណូលហើយជំនាញទៀតចឹងសង្ឃឹមថាបងប្អូនកូនក្មួយត្រូវរកបំរុងទុកឲ្យហើយចាអរគុណច្រើននឹងហើយបន្ទាប់ទៅនេះបញ្ជូនទៅខាងអ្នកអាល្លឺម៉ង់ម្ដងចាអសុផាឡែចាជំរាបសួរអរគុណច្រើនវិចារខលមកជំរាបសួរបងប្អូនអស់ក្នុងអេក្រង់ហ្នឹងហើយនឹងបងប្អូនដែលកំពុងតែមើល live ចាហ្នឹងហើយអរគុណច្រើនហើយហ្នឹងហើយពិតប្រាកដណាស់ណាមីងចង់និយាយថាពិតប្រាកដណាស់យើងគឺថាតែខ្ញុំអត់តន់តែទេចង់និយាយចេះចូលនិវត្តន៍អត់តន់ទេក៏ប៉ុន្តែវាចិត្តដល់ដែរហើយហ្នឹងហើយគិតទៅបើយើងខ្ញុំមើលក្នុងសប្តាហ៍ថ្ងៃនេះអ្នកនៅស្រុកគេក៏ដោយអ្នកនៅប្រទេសហ្នឹងក៏ដោយខ្ញុំនៅល្មងហើយ
ខ្ញុំឃើញច្រើនណាស់ដែលចូលនិវត្តន៍ហើយគឺអត់គ្រប់គ្រាន់ទេគេថាម៉េចមករស់ហ្នឹងហើយបើយើងពីក្មេងយើងធ្វើការហើយបើយើងអត់សំទុកមួយចំណែកហើយយើងបានតែអត្រេតមកយើងអត់គ្រប់ទេចាដូចខ្ញុំសប្តាហ៍ថ្ងៃខ្ញុំធ្វើការដល់ទៅ2កន្លែងហ្នឹងហើយធ្វើការពេញម៉ោងហើយទៅក៏ឆ្លៀតទៅធ្វើនៅរេស្តូរ៉ង់ក្នុងភូមិខ្ញុំហ្នឹងចាហើយយើងបង់ផ្ទះបង់ទឹកបង់ភ្លើងទូរស័ព្ទស្អីការរស់នៅរបស់យើងនិយាយឲ្យសាមញ្ញគេថាការស៊ីចុករបស់យើងរៀងរាល់ឆ្នាំឡើងហើយទៅថ្លៃទៅចាហើយដល់ពេលអញ្ចឹងយើងមានកូនយើងក៏ត្រូវជួយកូនមានផ្លានត្រូវមើលកូនជួយកូនណាទំនុកបំរុងកូនទៀតដល់អញ្ចឹងវាអត់គ្រប់ទេបងប្អូនដល់អញ្ចឹងហើយអញ្ចឹងហើយបានខ្ញុំមកចាប់យក plan B នេះចា plan B ហ្នឹងគឺដើម្បីឲ្យខ្ញុំចូលនិវត្តន៍ទៅមានទាំងអត្ថេតប៉ុន្តែពេញម៉ោងរបស់ខ្ញុំផងហើយអត្ថេតពីអា plan B របស់ខ្ញុំទៀតអញ្ចឹងវាបានដល់ទៅ2ណាបងប្អូនខ្ញុំគិតថាល្អមែនតើហើយអាជីវកម្មដែលខ្ញុំចាប់យកនេះគឺអាជីវកម្ម digital online ដែលខ្ញុំកំពុងធ្វើគឺស្របច្បាប់ 100% ហើយដូចជាយើងចាស់ទៅយើងថាយើងចង់ទៅដើរលេងធ្វើការហ្នឹងហើយចាស់ទៅដើរលេងមិនបើយើងចូលនិវត្តន៍ហើយយើងអត់មានលុយគ្រប់សម្រាប់ដើរលេងបងប្អូនយើងគ្រាន់មករស់គេថាមិនឲ្យតែមករស់30ថ្ងៃទល់30ថ្ងៃមករស់មិនអញ្ចឹងហ្នឹងហើយតែអញ្ចឹងយើងមានត្រូវplan B របស់យើងនឹងចូលអាជីវកម្ម digital ទៅយើងមានចំណូលមួយហើយចំណូលពីពេញម៉ោងហើយបើយើងមានកម្លាំងសុខភាពរឹងមាំយើងត្រូវឲ្យចំណូលផ្សេងមួយទៀតហើយយើងបានច្រើនអញ្ចឹងទៅចាខ្ញុំចង់និយាយអញ្ចឹងបងប្អូនពួកអីចាដូចនិយាយដដែលឡើងវិញថាឥឡូវជីវភាពអាស្អីក៏ដោយវាឡើងថ្លៃគ្រប់សពមិនមែនតានេះទេចាទឹកភ្លើងកាសអីក៏ដោយចាទាំងឡានទាំងភាសារុងអីគឺសពមុខបែបយ៉ាងចាគឺឡើងថ្លៃទាំងហ្នឹងហើយសម្រាប់ចំណូលបន្ថែមមួយថែហ្នឹងខ្ញុំមានយោបល់តែប៉ុណ្ណឹងហើយណាសូមណែនាំខ្លួនតិចបងប្អូនណារត់ស្គាល់ហើយអ្នកខ្លះក៏មិនទាន់ស្គាល់ចានេះខ្ញុំឈ្មោះផាឡែនមានយ៉ាងខ្ញុំរស់នៅផ្ទះលំបង24ឆ្នាំហើយខ្ញុំមានគ្រួសារហើយមានកូនប្រុសមួយចាហើយខ្ញុំក៏ជាអ្នកមួយរូបដែលធ្វើការពេញម៉ោងហើយនឹងចាធ្វើជាម្ចាស់អាជីវកម្ម digital online នេះដែរចាហើយខ្ញុំរីករាយហើយពេញចិត្តហើយខ្ញុំក៏ចង់ឲ្យបងប្អូនងាកមករក plan B អាជីវកម្មជាមួយនាងខ្ញុំគឺស្របច្បាប់ 100% ហើយចាបងប្អូនចាប់អារម្មណ៍តំណងមកខ្ញុំហើយ message មកខ្ញុំឬក៏ email បំពេញឈ្មោះ email ក្នុង website របស់នាងខ្ញុំចាអរគុណច្រើនហើយខ្ញុំជូននាទីនេះទៅអូនភ័ក្រចាបន្តទៀតចាអូនមានយោបល់យ៉ាងណាដែរចាអរគុណបងផល្លែនជម្រាបសួរទាំងអស់គ្នាជម្រាបសួរបងប្អូនដែលកំពុងតាមដានការ live ហ្នឹងហើយនិយាយទៅប្រធានបទនេះគឺចាក់ដោតមែនតើហើយក៏អរគុណបងចិន្តាដែលគាត់លើកយកប្រធានបទនេះឡើងមកជ័យរួមទៅគឺតាមជាក់ស្ដែងដែលខ្ញុំមើលសប្តាហ៍ថ្ងៃអាយុខ្ញុំមិនទាន់ដល់អត្រែតទេបងប្អូនតែអ្វីដែលខ្ញុំសង្កេតឃើញហ្នឹងគឺឧទាហរណ៍បងផល្លែនគាត់និយាយពីមិញអញ្ចឹងគាត់ធ្វើការដល់ទៅ2តែគាត់នៅតែចាប់យក plan B ដើម្បីអនាគតរបស់គាត់ជាក់ស្ដែងគឺខ្ញុំមើលបងប្អូនប្រជាជនខ្មែរដែលគាត់មករស់នៅក្នុងប្រទេសអាល្លឺម៉ង់នេះគឺភាគច្រើនគាត់មកនៅពីអាយុរៀងច្រើនហើយគាត់មិនកើតនៅនឹងទេហើយការងាររបស់គាត់ធម្មតាគឺជាប្រភេទដូចថាខ្ញុំនិយាយអាល្លឺម៉ង់ចេះប្រភេទជាថា part time និយាយរួមទៅ mini job ឬក៏ ថែសាយអីអស់នឹងអញ្ចឹងរួមគឺมันបានបង់ពន្ធអីពេញលេញច្បាស់លាស់ដូចគេទេហើយការលុយអត្រែតរបស់យើងពីចំណូលដែលយើងបានទទួលពីរដ្ឋនោះគេគិតពីអ្វីដែលយើងនឹងធ្វើការឲ្យគេបងប្អូនឲ្យគេឲ្យគិតចំនួនឆ្នាំទៀតនិយាយរួមទៅបើគិតទៅគឺអត់ដល់ទេបងប្អូនទាំងអស់គ្នាហើយបងប្អូនគិតថាតើបងប្អូននឹងបន្តការរស់នៅក្នុងប្រទេសអាល្លឺម៉ង់នេះបានដោយរបៀបណាបើបងប្អូនមិនមានចំណូលមកផ្លូវទៀតហើយនៅក្នុងលក្ខណៈមួយដែលបងប្អូនអាយុច្រើនមិនអាចទៅធ្វើការដូចពីមុនបានតែអាចគ្រប់គ្រាន់ដែរអត់គឺបងប្អូនក៏អាចសង្កេតមើលខ្លួនឯងបានជាក់ស្ដែងគឺការងារអ្នកខ្លះធ្វើដល់ទៅ2ដូចជាបងផ្លែនឬទៅ3តែចំពោះបងប្អូនខ្លះដែលគាត់មកហើយគាត់ជាម្ដាយដូចជានាងខ្ញុំជាដើមខ្ញុំមានកូនដល់ទៅ3នាក់ខ្ញុំនៅរស់នៅទីនេះគឺ21ឆ្នាំហើយ
និយាយរួមទៅគឺបាក់ផែនឹងការរស់នៅក្នុងប្រទេសខ្មែរដូចគ្នាសម្រាប់ខ្ញុំផ្ទាល់បងប្អូនខ្លះគាត់អត់មានលទ្ធភាពដើម្បីទៅធ្វើការពី3កន្លែងទេដើម្បីរកចំណូលបន្ថែមទេហើយទី2អ្នកខ្លះគឺសុខភាពគាត់គឺអត់អាចទ្រាំទ្រនឹងការងារ8ទៅ10ម៉ោងនៅក្នុងមួយថ្ងៃហើយបើការងារពីរទៀតបងប្អូនគិតមើលតើការលក្ខណៈមួយដែលយើងប្រឈមមុខនឹងការខូចសុខភាពហ្នឹងគឺដល់កម្រិតណាហើយអ្នកខ្លះវិញគឺទៅប៉ះពាល់នឹងដូចថាបញ្ហាគឺគ្មានពេលវេលាសម្រាប់កូនខ្លួនឯងដល់ទៅពេលអនាគតគឺមានបញ្ហាមួយគឺដូចថាបញ្ហាដែលដូចថាកូនមានលក្ខណៈថាសុខភាពផ្លូវចិត្តឬក៏អ្វីផ្សេងដែលយើងអាចនឹងកើតឡើងដែលយើងមើលឃើញបងប្អូនទាំងអស់គ្នានឹងគឺជាក់ស្ដែងអ្វីដែលខ្ញុំខ្លួនឯងហ្នឹងគឺខ្ញុំឃើញហើយខ្ញុំធ្លាប់ឆ្លងកាត់មកខ្លះហ្នឹងហើយនិយាយរួមទៅហើយនៅក្នុងលក្ខណៈនេះផងដែរទើបយើងចង់ឲ្យបងប្អូនហ្នឹងងាកមកមើលអាជីវកម្ម digital នេះព្រោះអីអាជីវកម្មរបស់យើងនេះគឺបងប្អូនគ្រាន់តែមានទូរស័ព្ទដៃហើយជាមួយនឹង Wi-Fi បងប្អូនអាចដំណើរការបានចំពោះម៉ាក់ដែលអត់មានជំនាញអីសោះមិនចេះភាសាសោះក៏អាចចាប់ផ្ដើមបានពួកយើងមិនមែនជាអ្នកបណ្ឌិតឬក៏សញ្ញាបត្រធំដុំមកពីខាងណាគ្រាន់ជាអ្នកបណ្ឌិតធម្មតាតែនៅតែអាចចាប់ផ្ដើមអាជីវកម្មបានខ្ញុំធ្វើអាជីវកម្មនេះគឺមួយឆ្នាំកន្លះហើយបងប្អូនទាំងអស់គ្នាសម្រាប់បងចិន្តាគាត់ជាខូចគាត់ក៏ធ្វើមកយូរឆ្នាំដែរយើងអាចសង្កេតបានថានៅក្នុងអាជីវកម្មនេះបើយើងមិនមានគោលចំហពិតទេមិនមែនជាអាជីវកម្មពិតទេគឺយើងមិនអាចឈរជើងដល់សប្តាហ៍នេះបានទេហ្នឹងហើយអូខេក្នុងការចែកចម្លែកគឺថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងកុំឲ្យវែងឡាយតិចខ្ញុំនិយាយ1ម៉ោងទៀតក៏មិនទាន់អស់ទៀតអរគុណច្រើននៅក្នុងការស្ដាប់ហ្នឹងហើយសូមលើកប្រធានបទនេះបន្តឲ្យបងចានីនៅខាង New Zealand ម្ដងណា Hello សួស្តីនឹងជំរាបសួរមីងហើយនឹងបងហើយនឹងបងប្អូនទាំងអស់គ្នានៅក្នុងការ live ឬមួយក្នុង group នេះក៏ដោយហ្នឹងហើយប្រធានបទថ្ងៃនេះគឺថាចាក់ដោតដែលចំពោះបងប្អូនដែលរស់នៅប្រទេសក្រៅដោយបងប្អូននៅក្នុងអេក្រង់នេះចឹងសិតតែនៅប្រទេសផ្សេងគ្នាការរស់នៅវាក៏ស្តៀងនៅ New Zealand ដូចគ្នាប្រាក់អាត្រែតតែយើងគ្រប់ចាយវាយអត់ពេលយើងចូលអាត្រែតពេលយើងចាស់ទៅពិតជាអត់គ្រប់ទេបងប្អូនមិនថានៅ New Zealand ឡម៉ង់ឬមួយនៅណាទេគាត់ថាដូចមីងនិយាយឲ្យបងនិយាយទៅលើមុនដូចគ្នាបើសិនយើងអត់ចេះសំយើងអត់ចេះបែងចែកយើងរស់មួយថ្ងៃទៅមួយថ្ងៃសឹងមិនគ្រប់ផងចំពោះខ្ញុំបងប្អូនណាមិនដែលស្គាល់ខ្ញុំចានីនៅ New Zealand ហើយក៏ម្ចាស់ហាងធ្វើការមួយថ្ងៃដល់យប់មួយអាទិត្យ7ថ្ងៃអត់ដែលមានពេលសម្រាប់គ្រួសារហើយក៏ឃើញជាក់ស្ដែងដែរអាត្រែតអ្នកនៅ New Zealand មកហាងខ្ញុំរាល់ថ្ងៃគឺថាវេទនាភ្នែកនឹងមើលជួនកាលអត់មានលុយទិញទៅដោះគោមួយដបផងដែលថារស់មួយថ្ងៃទៅមួយថ្ងៃអាប្រាក់អាត្រែតគេឲ្យហ្នឹងណាបងផ្ទះបងភ្លើងបងអ្វីហើយអត់គ្រប់ទេបងប្អូនអត់គ្រប់តែសោះម្ល៉េះហើយចំពោះខ្ញុំrecommend ដល់បងប្អូនថាបើសិនបងប្អូនខ្មែរយើងចង់ឲ្យខ្លួនឯងទៅ freedom ក្នុងចូលនិវត្តន៍ធ្វើការច្រើនម៉ោងដូចបងនិយាយចឹងហើយ plan B ក្នុង digital business online ដែលមិនទាមទារបងប្អូនបាត់ពិសោធន៍ឬមួយត្រូវការចេះភាសាអង់គ្លេសហើយឬមួយយើងត្រូវការមានតូបមានអីដូចខ្ញុំអង្គុយចាំនៅហាងមួយថ្ងៃ10ម៉ោងតែ12ម៉ោងមកទៅ7ថ្ងៃទេបងប្អូនទាមទារបងប្អូនតែកន្លះម៉ោងទៅ1ម៉ោងទេចាប់ផ្ដើមពីឥឡូវគ្រាន់បើបងប្អូនចាំចូលអាត្រែតបងប្អូនចាប់ផ្ដើមវាមិនអាចបានទេបងប្អូនខ្ញុំជឿជាក់ថាខ្ញុំចាប់ផ្ដើមពីឥឡូវខ្ញុំនឹងអាត្រែតខ្ញុំបានប្រាក់អាត្រែតហើយខ្ញុំបានប្រាក់ digital business online ចូលបន្ថែមទៀតពេលខ្ញុំចាស់ទៅខ្ញុំមិនបាច់ខ្វាយខ្វល់នេះហើយគឺថាគោលដៅរបស់ខ្ញុំនឹងដូចថាត្រូវតែយក plan B ឲ្យបានពេលខ្ញុំចូលនិវត្តន៍ហ្នឹងហើយគឺ double income លុយ New Zealand ផងហើយនឹងលុយ online ផងនេះហើយគឺខ្ញុំមានតែប៉ុណ្្នឹងខ្ញុំនឹងឲ្យជូនទៅដល់បងស៊ូដាលីនចាជំរាបសួរមីងជំរាបសួរអូនទាំងអស់គ្នាចាបងទាំងបីមកចាកំពុងតែមើលការ live និង replay ចាដំបូងខ្ញុំសូម promote នៅខ្ញុំគឺស៊ូដាលីនខ្ញុំរស់នៅឯបន្ទាន់អាវតាប្រទេសកាណាដាចាហើយសប្តាហ៍ថ្ងៃខ្ញុំក៏មានការងារ
part time job ហើយក៏មានគ្រួសារត្រូវទទួលបន្ទុកផងដែរចាហើយក៏ជាម្ចាស់អាជីវកម្ម digital online business មួយនេះផងដែរចាមូលហេតុដែលខ្ញុំចាប់ផ្ដើមធ្វើអាជីវកម្ម digital online នេះក៏ព្រោះតែខ្ញុំមានគម្រោងទៅថ្ងៃអនាគតខ្ញុំសម្លឹងឃើញនៅថ្ងៃអនាគតនៅពេលដែលខ្ញុំ retire តែខ្ញុំអាចពឹងតាប្រាក់ខែចង់ថាប្រាក់ retire ដែល government គេឲ្យយើងហ្នឹងគ្រប់ដែរទេខ្ញុំមើលទៅអត់គ្រប់ទេចាត្រឹមតែពីព្រោះបើយើងបាននៅប្រទេសគេបានត្រឹមតែក្រោម40ឆ្នាំយើងអត់បានចំណូល retire ហ្នឹងពេញដូចពួកដែលគេមានកើតនៅស្រុកគេនេះហើយអ្នកដែលមកយូរណាចានៅខ្ញុំឮគេថា40ឆ្នាំនៅប្រទេសកាណាដានេះអ្នកដែលមករស់នៅពេញច្បាប់ចារយៈពេល40ឆ្នាំទើបគេឲ្យ retire យើងពេញនេះតាខ្ញុំឮចាស់ដែលគាត់និយាយប្រាប់ខ្ញុំណាចាឮគេថាដល់ទៅពេលហើយខ្ញុំគិតថាសម្រាប់ retire គឺសម្រាប់ខ្ញុំគឺមិនគ្រប់ទេត្រង់នេះហើយទៅបានជាខ្ញុំថាយើងធ្វើការ part time job ឬក៏ការងារ full time job អីយើងធ្វើបណ្ដាលទៅហើយយើងរកគម្រោង plan B សម្រាប់ទៅថ្ងៃអនាគតចាដើម្បីយើងកាលណាយើងរកបានយើងត្រូវចេះតែសន្សំដូចមានប្រសាសន៍ពីមុនអញ្ចឹងថាបើយើងរកហើយចាយអស់គឺយើងមិនអាចសល់សម្រាប់ថ្ងៃមុខទេតែបើយើងធ្វើចាប់ដើមពីក្មេងដូចថាពេលនេះយើងកំពុងតែមានកម្លាំងយើងអាចរកលុយបានយើងគួរតែធ្វើការបោះយើងដូចថាយកបើអ្នកដែលធ្វើ full time ក៏ធ្វើទៅអ្នកធ្វើ part time ក៏ព្យាយាមធ្វើទៅឬក៏អ្នកដែលមានមុខជំនួញដូចជាដូចថាយើងមាន store យើងអីហ្នឹងយើងប្រឹងរកតាមកម្លាំងរបស់យើងទៅប៉ុន្តែ complete សន្សំលុយចា complete សន្សំលុយឬក៏យើងត្រូវគិតទៅលើអនាគតថាតើនៅពេលដែលយើងចាស់ឡើងយើងអាចលក់យើងអាចនៅបើកហាងនឹងបានតទៀតអត់ទី1ទី2តើយើងអាចធ្វើរហូតដល់អាយុ65ឆ្នាំនឹងដែរទេបើសប្តាហ៍ថ្ងៃហ្នឹងម្នាក់អ្នកខ្លះតែក្មេងក៏គាត់នៅឈឺដែរចាយើងមើលថ្ងៃស្អែកអត់ឃើញទេប៉ុន្តែនៅពេលដែលយើងមាន plan B របស់យើងមួយនេះគឺខ្ញុំចង់សម្ដៅទៅលើអាជីវកម្ម digital online ដែលខ្ញុំកំពុងតែធ្វើនេះចាពីព្រោះវាមានភាពងាយស្រួលយើងមិនចាំបាច់ទៅធ្វើការឲ្យគេយើងអាចធ្វើនៅក្នុងផ្ទះបើយើងឈឺយើងដេកនៅលើក្រែពេទ្យឲ្យតែមាន Wi-Fi ហើយទូរស័ព្ទក៏យើងអាចធ្វើបានដែរពីព្រោះយើងយើងដឹងរបៀបធ្វើរួចទៅហើយចាហើយបើយើងអត់ដឹងយើងនៅមន្ទីរពេទ្យឧបមាគឺសួរថាយើងមានទូរស័ព្ទហើយយើងមាន Wi-Fi តែយើងធ្វើអីកើតឬគេថា online បើយើងមានកម្លាំងអ្នកខ្លះគេរកលុយតាម Facebook គេរកលុយតាម YouTube តើតែយើងទៅចេញក្រៅទៅថតឲ្យគេមើលច្រើនទៅបានលុយមើលតែមិនគ្រប់ចំនួនក៏អត់បានលុយដែរចុះបើយើងមានអាជីវកម្ម digital online មួយនេះយើងមិនចាំបាច់ទៅទិញអវ៉ាន់យកមកទុកយើងមិនចាំបាច់មានហាងយើងមានតែទូរស័ព្ទយើងមាន Wi-Fi ចាយើងមានតែហើយក្នុងអាជីវកម្មនេះផងដែរយើងមិនមែនធ្វើតែម្នាក់ឯងទេយើងមាន system automate របស់យើងដំណើរការឲ្យយើង24ម៉ោងលើ24ម៉ោងបើយើងដឹងហើយបើយើងមានរបស់ស្រាប់ហើយងាយស្រួលសម្រាប់យើងហើយតែយើងឲ្យឱកាសនេះកន្លងពោះហត់ដែរទេចាំបន្តិចទៀតគឺវាមិនងាយទេហើយម្យ៉ាងទៀតខ្ញុំសូមផ្ដាំទៅបងប្អូនទាំងអស់គ្នាទាំងអស់ចាយើងមានឱកាសយើងមានកម្លាំងយើងធ្វើទៅយើងសន្សំទៅហើយពេលយើងចាយវាក៏យើងត្រូវគិតទៅលើអនាគតដែរចាថាតើយើងអាចសន្សំឬក៏ invest ទៅក្នុងកន្លែងផ្សេងដែលយើងអាចថាទុកចិត្តបានប៉ុន្តែអាជីវកម្ម digital online មួយនេះមិនមែនយើងចូលភ្លាមយើងបានភ្លាមនោះទេនេះខ្ញុំសូមនិយាយតាមការពិតពីព្រោះអីដូចយើងដាំដើមឈើមួយដើមពេលយើងដាំយើងត្រូវស្រោចទឹកចាយើងត្រូវមើលថែវានៅពេលវាផ្លែពេលវាផ្កាពេលវាផ្លែនោះយើងអាចដុតបេះបានយ៉ាងណាមិញពេលវាធំហើយយើងមិនចាំបាច់ទៅថែដូចជាដើមឈើទូចនោះទេពេលវាឡើងវានឹងដុះមកម្ដងតិចពេលវាត្រូវផ្លែត្រូវផ្កាត្រូវផ្លែយើងចាំតែបេះវាតែម្ដងចាដើមឈើធំគឺចាំតែបេះតែម្ដងមិនចាំបាច់បាក់ទៅដាំថែមទៀតទេយ៉ាងណាមិញខ្ញុំមានតែប៉ិនពាក្យតែប៉ុណ្្នឹងឯងហើយក៏សូមប្រម៉ូទនៅអាជីវកម្ម digital online នៅក្នុងខែជូននេះយើងមាន promotion ពិសេសចាបើបងប្អូនចាប់អារម្មណ៍នៅក្នុងអាជីវកម្ម digital online ចាសូមកុំឲ្យឱកាសល្អមួយនេះកន្លងផុតចាមានរហូតដល់14ខ្ទង់ចាបងប្អូននឹងទទួលបាននៅចំណូលរហូត14ខ្ទង់
ចាអរគុណច្រើនអញ្ចឹងសូមជូនទៅដល់ចន្ទដាវិញចា ចាអរគុណច្រើនបងហើយក៏អរគុណដល់មីងដូចគ្នាចាដែលបាន share ពីបទពិសោធន៍ឲ្យក្មេងៗដូចគ្នានឹងចាដល់ខ្ញុំដូចគ្នាខ្ញុំក៏មិនទាន់ដល់អាយុចូលនិវត្តន៍ដែរប៉ុន្តែខ្ញុំបានចាធ្លាប់ធ្វើការនៅកន្លែងមើលថែចាស់ជ្រាអញ្ចឹងខ្ញុំបានឃើញផ្ទាល់ថាជីវិតពេលបន្តិចទៀតអាយុ40 50 60គឺត្រូវទៅនៅកន្លែងនឹងដូចគ្នាព្រោះអីយើងចាជៀកផុតឯរឿងចាស់អញ្ចឹងពីក្មេងយើងចង់ថាធំឯតែដល់ពេលយើងធំអាយុពងតែពេញវ័យពងតែមានកម្លាំងយើងចង់ផឹងរលុយអញ្ចឹងយើងផឹងរលុយយើងបបល់កាយប័ត្រសពគ្រប់ចំណាយតែយើងពេលខ្លះយើងបាត់បង់ពេលវេលាដូចខ្ញុំពីមុនអញ្ចឹងខ្ញុំប្រឹងធ្វើការប៉ុន្តែយើងប្រឹងដែរតែប្រឹងដូចថាវាមានកម្រិតព្រោះខ្ញុំមកនៅកាណាដានេះរយៈពេលជាង15ឆ្នាំតែខ្ញុំអត់មានសញ្ញាបត្រអីដែលថាធ្វើការបានចំណូលច្រើនអញ្ចឹងប្រើកម្លាំងបាយអញ្ចឹងគឺថាចាស់ទៅមិនអីទេយើងមានលុយចូលនិវត្តន៍ប៉ុន្តែដូចមីងបានបង្ហាញអញ្ចឹងចាស់មានលុយចូលនិវត្តន៍តែគេឲ្យយើងបានតែមកគ្រប់ទេហើយដូចគ្នាខ្ញុំទៅធ្វើការកន្លែងមើលថែចាស់នេះខ្ញុំឃើញផ្ទាល់ចាស់អាយុ40 50ឆ្នាំមានជំងឺមានអីគឺនៅកន្លែងមើលថែចាស់សេរីអញ្ចឹងគឺមានន័យថាអាយុហ្នឹងគឺវាបាត់ទាំងសេរីភាពរបស់យើងដូចគ្នានឹងអត់មានពេលនៅជាមួយកូនទេអញ្ចឹងបើឥឡូវនេះយើងឃើញ business មួយដែលយើងអាចវាស្របពេលនឹងការងារ full time ដូចខ្ញុំពីមុនចាខ្ញុំធ្វើការបដាខ្ញុំបង្កើតអាជីវកម្មបដាហើយសួរថាខ្ញុំ ready អត់ខ្ញុំមានពេលវេលាអត់ខ្ញុំក៏ជាម៉ាក់កូន3ដូចភ័ក្រដូចមីងដូចបងចាន់នេះអញ្ចឹងប៉ុន្តែខ្ញុំឆ្លៀតខ្ញុំបង្កើតពេលកន្លះម៉ោងដែលខ្ញុំមានហ្នឹងមកបង្កើត business on the side ស្របពេលនឹងការងារ full time ហើយដែលខ្ញុំស្រឡាញ់ខ្ញុំអត់មានបទពិសោធន៍ខ្ញុំអត់មានជំនាញតែខ្ញុំមានចិត្តមួយដែលថាខ្ញុំចង់ផ្លាស់ប្ដូរដល់អញ្ចឹងទៅគឺ business ហ្នឹងគឺគេ tick all the box សម្រាប់យើងគ្រប់គ្នាមិនបាច់ចាំបាច់ចេះភាសាអង់គ្លេសច្រើនក៏ធ្វើបានមិនបាច់មានបទពិសោធន៍ក៏ធ្វើបានអញ្ចឹងបើអ្នកនរគ្នាបានឃើញឱកាសហើយ business នេះបើចង់ដឹងច្បាស់តើយើងចូលមកឆែកមើលបើយើងគ្រាន់តែមកស្ដាប់ឃើញឱកាសហើយមិនចាត់យកទេអាហ្នឹងគូមិនមែនជាឱកាសដូចគ្នាអញ្ចឹងផ្ដល់ឱកាសឲ្យខ្លួនឯងចាចូលមកឆែកមើលរីចោតមកពួកយើងក៏ជាខ្មែរជាមនុស្សសាមញ្ញដូចអ្នកនរគ្នាអញ្ចឹងគាត់ថាពួកយើងបានចូលមកដើរមកឆ្លងកាត់មុនអញ្ចឹងយើងចង់ឲ្យឱកាសហ្នឹងបានទៅដល់អ្នកនរគ្នាដូចគ្នាហើយចាខ្ញុំ5ទៀតកុំរំពឹងប្រាក់ចូលវិវត្តដូចមីងបាននិយាយអញ្ចឹងចូលនិវត្តគេឲ្យយើងតែមកគ្រប់ទេហើយបងចាន់នេះគាត់នៅញូហ្សេឡង់គាត់បានចាគាត់កាន់ឯកសារប៉ារបស់គាត់ផ្ទាល់ចូលនិវត្តមកគឺគេឲ្យយើងសឹងថាមិនទាំងគ្រប់យើងសម្រាប់ញ៉ាំផងអញ្ចឹងបង្កើតអាជីវកម្មមួយដែលមានប្រាក់ចំណូលដល់ទៅ5ប្រភព bill វាជារបស់ខ្លួនឯងអញ្ចឹងអត់បាច់ភ័យគេលេខអស់យើងចេញឬក៏ចាស់ទៅបងផ្ទះមិនទាន់រួចផងភ័យទៅសុំលុយកូនអត់ទេ business នេះយើងអាចធ្វើបានហើយពួកយើង recommend ឲ្យអ្នកនរគ្នាចាប់ដើមនៅក្នុងខែនេះในសាខានេះគឺគេមាន promotion ពិសេសមែនតើដែលពួកយើងពីមុនអត់មានទេអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំចង់ឲ្យចាខ្មែរយើងទាំងអស់គ្នាចាមានអញ្ចឹងតែខ្មែរយើងមានយើងក៏ចាសប្បាយចិត្តហើយដូចគ្នានឹងអាចធ្វើឲ្យកូនចៅយើងជំនាន់ក្រោយទៀតចាបានស្រួលដូចគ្នាពិបាកតែយើងបានហើយកុំឲ្យកូនយើងពិបាកដូចយើងចាហើយមីងមានអីចង់បន្ថែមទៀតអត់មីងថែមតិចក៏បានដែរតែបងប្អូនថាមិននៅ40ឆ្នាំជាងបានលុយច្រើនអត់ទេបងប្អូនតាមប្រាក់ខែដែលយើងធ្វើមកហ្នឹងចាឲ្យធម្មតាខ្មែរយើងជន់ភៀសខ្លួនមកមិនងៃបានរៀនបានអង់ស៊ីញមួយបានតិចមែនតើអញ្ចឹងមានម្នាក់អ្នកប្រើកម្លាំងបាយហើយនៅ40ឆ្នាំក៏ដោយប្រាក់ខែចូលនិវត្តន៍អត់បានច្រើនបើបានច្រើនក៏គេអ្នកច្រើនក៏គេកាច់បថយអត់ឲ្យច្រើនដែរគេឲ្យទៅប្រពន្ធឲ្យអីចឹងណាអញ្ចឹងកុំសង្ឃឹមប្រាក់និវត្តន៍ខ្លាំងពេកគឺប្រឹងអភិវឌ្ឍខ្លួនឯងណាចាអរគុណច្រើននេះតាមបទពិសោធន៍របស់ខ្ញុំអភិវឌ្ឍខ្លួនឯងយើងតែអត់អភិវឌ្ឍនៅមួយកន្លែងហ្នឹងអត់បានទេអត់បានធ្វើការ2កន្លែង3កន្លែងក្តីអត់ទេយើងត្រូវរកចំនួនមួយខ្លួនឯងផ្ទាល់ចាដូចខ្ញុំកាលមុនអត់ទាន់មានអាជីវកម្មអនឡាញចាបើសិនជាខ្ញុំនៅធ្វើការរហូតខ្ញុំទីចាំខ្ញុំអត់មានអីទេអស់ហើយអាលេងនឹងអស់ហើយចាហើយខ្លួនក៏ចាស់ទៀតរលុយដើរលេងក៏អត់បានទៀតប៉ុន្តែខ្ញុំអភិវឌ្ឍខ្លួនឯងខ្លាំងក្មួយចែកបទពិសោធន៍ចាដោយសារខ្ញុំពីដើមខ្ញុំដេចាបងប្អូនខ្ញុំនិយាយដើមបន្តិចដេនៅនិយាយបន្តិចទេហ្នឹងហើយដល់ពេលយើងដេទៅយើងហត់ដេទ្រូតអី
មកដល់ផ្ទះយប់បាយរួចខ្ញុំខ្ជិលដេបងខ្ញុំដេញថាដេនេះអូនដេទៀតបានលុយឯងឃើញគេដេបានគាត់ថាអូដេទៅដូចបានលុយមែនចង់ប្រឹងដេទៀតហើយគ្មានពេលមើលកូនមើលចៅទេចាប្រឹងដេទៀតហើយដល់ក្រោយមកខ្ញុំទៅចាយមួយនោះគាត់ចង់លក់ហាងខ្ញុំគាត់ទៅឃើញខ្ញុំឃើញគេគិតលុយខ្ញុំថាអីឃើញគេគិតលុយដូចស្រួលឯងដេហត់ទៅវិញចង់ខ្ញុំប្រឹងអភិវឌ្ឍខ្លួនឯងតែមកអភិវឌ្ឍខ្ញុំទៅទិញហាងចាំប៉ិតលុយមានតែមិនជាប៉ុណ្ណោះអាចិត្តនឹងវាធំចិត្តវាធំលើបថុយទៅលក់ខ្សែដៃខ្សែជើងឲ្យយកទៅចង់បានហាងឃើញគេគិតលុយគិតលុយហុយអ្នកទិញទៅបាត់ទៅមិនមែនដូចដេខៅណាដេខុសគេឲ្យយើងមកជួសជុលកែវិញជឿក្បាលចង់មកបានលុយមួយចាមិនមែនស្រួលទេណាបងប្អូននៅជាងបងប្អូនកូនក្មួយទាំងអស់កុំភ្លេចសំចាយផងបើយើងរើមកចាយអស់យកចាយអស់ហើយកុំផឹកច្រើនពេកផឹកច្រើនពេកឈឺចាហ្នឹងហើយអរគុណច្រើនហ្នឹងចែកបត់ពិសោធន៍ទាំងអស់ហ្នឹងហើយចាវិញផឹកទឹកអត់អីទេចាជួយសុខភាពទៀតចាអញ្ចឹងកុំភ្លេចចាទាំងអស់គ្នាអកលកុំផឹកជាតិអកលច្រើនឈឺឲ្យអស់លុយទៀតចាអូខេវិញអញ្ចឹងប៉ុណ្ណឹងទេថ្ងៃនេះចាហើយសង្ឃឹមថាបងប្អូនដែលគាត់ចង់បាន business មួយជារបស់ខ្លួនឯង build business មួយដែលសម្រាប់អនាគតទៅមិនបាច់ភ័យរឿងពឹងលើប្រាក់ចំណូលពីរាជរដ្ឋាភិបាលប្រឹងពីឥឡូវទៅហើយប្រឹងហ្នឹងប្រឹងឲ្យត្រូវកន្លែងដែរព្រោះអាជីវកម្មនេះគឺមានប្រភពចំណូលដល់ទៅ5ប្រភពហើយស្របច្បាប់ build ឲ្យកូនបានដូចគ្នាអញ្ចឹងជួបគ្នាក្នុងអាជីវកម្មនេះចាទាំងអស់គ្នាអូខេមីងបាយទាំងអស់គ្នាចាបាយបងប្អូនទាំងអស់គ្នាអរគុណ